ជំរាបសួរលោកអ្នកបងប្អូនទាំងអស់ក្នុងព្រះគុណនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមេរៀនទី155ដែលយើងខ្ញុំលើកយកមកជូនលោកអ្នកនៅថ្ងៃនេះមានចំណងជើងថាគង់នៅជាមួយទូលបង្គំមេរៀននេះជាប់តាក់ទងទៅនឹងកាន់គម្ពីរទំនុកដំកើងជំពូក23ខ4ខ្ញុំនឹងអានជូនលោកអ្នកទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយត្បិតព្រះអង្គគង់នៅជាមួយទូលបង្គំព្រះអង្គការពារនិងរក្សាទូលបង្គំជានិច្ចលោកអ្នកបងប្អូននៅក្នុងអត្ថបទគម្ពីរនេះបានធ្វើឲ្យខ្ញុំនឹកឃើញដល់លោកសាវកពូលដែលលោកបានទូលអង្វរដល់ព្រះអម្ចាស់ឲ្យដកយកបន្លានៅក្នុងរូបកាយរបស់លោកចេញទៅបន្លានោះគឺប្រៀបដូចជាបញ្ហាដែលធ្វើឲ្យលោកទន់ខ្សោយពិបាកនឹងទ្រាំព្រះជាម្ចាស់បានដាក់បន្លានៅក្នុងរូបកាយរបស់លោកគឺដើម្បីកុំឲ្យលោកអួតខ្លួនពេលខ្លះព្រះអង្គមិនបានឆ្លើយតបដោយដែលលោកសង្ឃឹមទុកនោះទេប៉ុន្តែព្រះអង្គបានមានបន្ទូលប្រាប់លោកថាព្រះគុណរបស់ទ្រង់ល្មមគ្រប់គ្រាន់សម្រាប់លោកហើយគឺឫទ្ធានុភាពរបស់ព្រះអម្ចាស់បានល្អឥតខ្ចោះនៅក្នុងភាពទន់ខ្សោយរបស់លោកហើយដូច្នេះដោយមានការធានាពីព្រះគុណនិងឫទ្ធានុភាពរបស់ព្រះអម្ចាស់លោកពោលក៏បានប្រកាសថាហេតុនេះព្រោះតែព្រះគ្រីស្ទលោកអសប្បាយនៅពេលទន់ខ្សោយនៅពេលគេជេរប្រមាថនៅពេលខ្វះខាតនៅពេលគេបៀតបៀននៅពេលតប់ប្រមល់ត្បិតពេលណាលោកទន់ខ្សោយគឺពេលនោះហើយដែលលោកមានកម្លាំងលោកអ្នកអាចអានរឿងនេះនៅក្នុងកូរិនថូសខ្សែទី2ចំពុក12ខ10ដោយទទួលបានការថែរក្សាដ៏ល្អពីព្រះអង្គសង្គ្រោះលោកពូលក៏មានចិត្តស្កប់ស្កល់យ៉ាងក្រៃលែងលោកអ្នកបងប្អូនអត្ថបទគម្ពីរទំនុកដំកើងនេះបានបង្ហាញប្រាប់យើងឲ្យដឹងយ៉ាងច្បាស់អំពីការជឿទុកចិត្តលើព្រះយេស៊ូវហើយអត្ថបទគម្ពីរនេះក៏ស្រដៀងគ្នាទៅនឹងព្រះបន្ទូលមួយកន្លែងដែលព្រះអង្គបានមានបន្ទូលពីអង្គទ្រង់ថាខ្ញុំនឹងហើយជាគង្វាលដ៏ល្អគង្វាលដ៏ល្អតែងតែស៊ូបដូរជីវិតដើម្បីជាមរបស់ខ្លួនយ៉ូហានជំពូក10ខ11យើងគឺជាជាមដ៏មានតម្លៃរបស់ព្រះអង្គហើយទោះបីជាយើងទន់ខ្សោយយ៉ាងណាក៏ដោយក៏យើងត្រូវដឹងថាគង្វាលរបស់យើងមានកម្លាំងជានិច្ចដោយមានសុវត្ថិភាពក្នុងការថែរក្សាពីគង្វាលយើងក៏មានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការគឺមានវាលស្មៅខៀវខ្ចីនិងទឹកថ្លាយងនិងមានគង្វាលដ៏ល្អគួរឲ្យទុកចិត្តបានព្រះអង្គតែងតែយាងនាំផ្លូវយើងជានិច្ចទោះបីជាស្ថិតនៅក្នុងកលៈទេសៈបែបណាក៏ដោយក៏យើងនៅតែមិនខ្លាចអ្វីទាំងអស់ពីព្រោះគង្វាលរបស់យើងគង់នៅជាមួយយើងគ្រប់ពេលវេលានៅពេលព្រះអង្គមើលថែហ្វូងជាមរបស់ទ្រង់ព្រះអង្គតែងតែកាន់ដំបងនៃព្រះបន្ទូលរបស់ទ្រង់ដើម្បីបណ្ដេញមាំងសាស័យចេញហើយហុំព័ទ្ធយើងទាំងអស់គ្នាដោយការកំសាន្តនៃព្រះបន្ទូលសន្យារបស់ទ្រង់
ព្រះអង្គក៏ប្រើប្រាស់បន្ទូលរបស់ទ្រង់ជាដំបងដើម្បីដឹកនាំជាមដែលវង្វេងផងដែរព្រះយេស៊ូវជាគង្វាលល្អរបស់យើងព្រះអង្គបានដាក់ព្រះជន្មទ្រង់ចុះព្រមទាំងសុគតនៅលើឈើឆ្កាងដើម្បីសង្គ្រោះជាមរបស់ទ្រង់និងឲ្យជាមរបស់ទ្រង់បានទទួលជីវិតអស់កលជានិច្ចបន្ទាប់មកព្រះអង្គបានមានព្រះជន្មពីសុគតឡើងវិញគឺមានជ័យជំនះលើអំពើបាបលើសេចក្តីស្លាប់លើអំណាចរបស់អារក្សនិងលើខ្មាំងសត្រូវទាំងអស់ដែលតែងតែគំរាមកំហែងដល់ហ្វូងជាមរបស់ទ្រង់ព្រះយេស៊ូវមានបន្ទូលថាជាមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំស្គាល់ជាមទាំងនោះហើយជាមទាំងនោះមកតាមខ្ញុំយ៉ូហានជំពូក10ខ27ពេលយើងដើរតាមគង្វាលរបស់យើងមានន័យថាយើងកំពុងដើរតាមផ្លូវនៃឈើឆ្កាងហើយព្រះយេស៊ូវមិនបានមានបន្ទូលថាយើងនឹងគ្មានបញ្ហាឬយើងមិនបានដើរកាត់ចលងភ្នំនៃសេចក្តីស្លាប់នោះទេប៉ុន្តែព្រះអង្គបានមានបន្ទូលថាព្រះអង្គគង់នៅជាមួយយើងព្រះអង្គការពារនិងថែរក្សាយើងជានិច្ចអរគុណដល់ព្រះជាម្ចាស់គង្វាលល្អតែងដើរជាមួយយើងទោះបីត្រូវឆ្លងកាត់ព្រឹត្តិការណ៍ដ៏លំបាកឬក៏ព្រឹត្តិការណ៍ដែលសុខស្រួលក៏ដោយព្រះអង្គនឹងដឹកនាំយើងដោយសុវត្ថិភាពដើរក្នុងផ្លូវដ៏សុចរិតដោយនាំយើងទៅមុខដោយដំបងនៃព្រះបន្ទូលយើងនឹងមិនភ័យខ្លាចដើរកាត់ចលងភ្នំនៃសេចក្តីស្លាប់ឡើយព្រោះគង្វាលយើងបានយាងទៅដល់ទីនោះប្រកបដោយជ័យជំនះរួចហើយព្រះអង្គក៏យាងទៅទីនោះជាមួយនឹងយើងទៀតផងដែរចឹងសូមឲ្យយើងកុំខ្លាចយើងជាជាមដែលទន់ខ្សោយហើយក៏ជាជាមដែលវង្វេងទៀតផងប៉ុន្តែដោយសារព្រះយេស៊ូវជាអ្នកមើលថែយើងទើបយើងមានសុវត្ថិភាពព្រោះព្រះអង្គជាគង្វាលល្អរបស់យើងអញ្ចឹងយើងក៏អាចប្រកាសរួមជាមួយនឹងលោកសាវកពោលដែរថាត្បិតពេលណាខ្ញុំទន់ខ្សោយគឺពេលនោះហើយដែលខ្ញុំមានកម្លាំងដូច្នេះយើងរឹងមាំមិនមែនដោយសារកម្លាំងផ្ទាល់ខ្លួនរបស់យើងទេគឺដោយសារគង្វាលរបស់យើងដែលបានគង់នៅជាមួយយើងគ្រប់ពេលវេលាទាំងអស់អាមែនសូមអរគុណសូមព្រះជាម្ចាស់ប្រទានពរយ៉ាងបរិបូរណ៍ដល់លោកអ្នកបងប្អូន